ខ្សែទឹកខាងក្រៅកោះខ្សាច់ពន្លាមានជ័យបានដាច់គូប្រកួតហើយខ្សែទឹកក្រៅសម្រាប់គូទី7បាទគឺខាងមន់10បាទខាងមន់10ដែលមានឯកសណ្ឋានពណ៌លឿងបាទហាក់ដូចជាដាច់គូប្រកួតហើយខ្លាសមានជ័យបារមីតតនោះគឺនៅតែមិនទទួលជ័យជំនះទេបាទព្រោះមន់10នេះគឺដាច់គូប្រកួតតែម្ដងហើយសម្រាប់គូទី7បាទគូទី7បាទគឺកោះខ្សាច់ពន្លាមានជ័យបារមីវត្តមន់10បាទទទួលជ័យជំនះទាំងពីរជើងតែម្ដងបាទមិនទៅហើយខ្លាសគេថាខ្លាសល្អឯកបាទសម្ដែងមហិទ្ធិឫទ្ធិនៅក្រោយវត្តពុកអស័យនេះយ៉ាងម៉េចដែរទៅហើយនេះខ្លាស